ផ្នែកនេះគឺមានគ្រប់រសជាតិនៅក្នុងកម្មវិធីក្លឹមនៃព្រះនគរនេះខ្ញុំជឿជាក់ថានៅពេលដែលអ្នកទាំងគ្នាបានចូលរួមព្រឹត្តិការណ៍នេះទោះប្រកែទុកទឹកភ្នែកយ៉ាងណាក៏ទប់មិនជាប់ដែរអារម្មណ៍រំភើបក្តុកក្តួលសោកស្ដាយគឺមានទាំងអស់លោកជំទាវបណ្ឌិតសភាចាភឿងសក្តារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈហេតុតែកម្មវិធីផ្លូវការសម្រាប់គេណាសត្វតាជាងកាត់សក់ហាញ់ធ្វើសក់និយាយពីថាសេវាកម្មដល់ផ្ទះ VIP ហ្មងអើយប៉ាហើយកូននេះក៏អំណោយដល់អំពូមីងតើគ្នាឃើញហីតាំងពីសាប៊ូបែងចេញមកចាខ្ញុំមិនដែលធ្វើវីដេអូមួយទឹកឲ្យទេដែលសារបែងច្រើនតែនៅ1ម៉ែត្រដោះថ្ងៃនេះដឹងមិនមកមួយទឹកជាមួយនឹងយើងដែរដូចចម្លែកបដ ாய் ហ្នឹងណាដូចគេដឹងថាព្រឹកឡើងត្រូវមានកម្មវិធីចឹងខ្លាចយើងទៅចោលមិនដឹងណារាល់ដងគឺថាដៃមួយទឹកមួយម៉ែដែរតាមម៉ែទេកន្លែងនេះហួសចិត្តឆ្ងាញ់ត្រង់មួយទឹកឲ្យផោមដាក់យើងទៀតណាសំខាន់គេដឹងខ្លួនខុសគេយកដៃខ្ទប់គូតហើយគេធ្វើមុខបែបមិនសូវណាôngពូមីងតែក្មេងអញ្ចឹងណាប៉ុន្តែចេះអៀនចាម្ដាយចេញមុខធ្វើស្ត្រីមេផ្ទះថ្ងៃទី1លេងដាក់ម្ដាយហ្មងកូនហើយសំខាន់សាប៊ូគេគឺបានទាំងកក់បានទាំងដោះខ្លួនដោះមុខôngពូមីងមានតែម្ដបហ្នឹងគឺចំណេញហើយលឿនសាហាវកាត់ដល់ម៉ាក់វិញចាអត់បានថតពេលខ្លួនឯងមួយទឹកដោះស្ក្រាប់អីទេគឺចេញមកគឺកាត់ខ្លីៗមកនេះដល់វគ្គ make up យកណាអ្នកទាំងគ្នាគ្រាន់តែថាសកម្មភាពក្នុង vlog ចឹងយើងមិនចង់ឲ្យបាត់ទេណា DNA Sun Serum ហើយ Cushion អាហ្នឹងគឺជាទម្លាប់របស់ខ្ញុំតាំងពីដើមមកខ្វះអត់បានទេមិនថាកម្មវិធីណាក៏ដោយចំពោះឈុតម៉ាក់និងប៉ាប៉ានិងឈុតរបស់ Bang គឺចេញមកចាស់ hole តែមួយយើងឆ្នៃម៉ូដលក្ខណៈ family ហើយ formal អ្នកទាំងគ្នាហើយវីដេអូក្រោយខ្ញុំនឹងចេញវីដេអូពាក់ព័ន្ធជាមួយពួកសៀមចូលមក comment deal ខ្ញុំរឿង fashion កៅអស់ទាំងហ្នឹងឥឡូវយើងកុំតន់ចំណាយពេលវេលាមួយវាក្នុងវីដេអូរបស់យើងនេះវគ្គនេះគឺវគ្គដែលយើងរៀបរាប់ពីកម្មវិធីពិសេសរបស់យើងទាំងមូលអ្នកគ្នាមើលតែអញ្ចឹងណានៅទូចប៉ុណ្ណឹងតែមានទឹកអប់ផ្ទាល់ខ្លួននៅដៃម៉ាមីហ្នឹងគឺជាដបទឹកអប់របស់ Bang ហើយឥឡូវបច្ចេកវិទ្យាថ្មីគេបង្កើតបានទាំងទឹកអប់របស់ក្មេងទៀតបាញ់បានទាំងសក់ប៉ះទាំងមុខបានទាំងខ្លួនបានចេញមកគឺថាអូយលយហ្មងផលិតផលដែល Bang រៀបនឹងចេញក្រោយនិយាយចំទឹកអប់នឹងក្លិនបែប organic ហើយគេផលិតគឺសម្រាប់ក្មេង Bang ប្រើទឹកអប់នឹងតាំងពីអូនអាយុ8ខែព្រោះថារោងចក្រទៅតែផ្ញើឲ្យតែចាំរួចដែរបន្តិចម៉ាមីនឹងគិតគូរចេញទឹកអប់នឹងជូន Bang មួយទៀតសារហ្នឹងគឺវាចាំបាច់សម្រាប់ក្មេងដែរក្មេងក៏ត្រូវការក្លិនឈ្ងុយដែរណាតែសំខាន់គឺមិនប៉ះពាល់ស្បែកហើយដបទឹកអប់គេខ្ជូតទៅណាអំពូមិញដប spray អញ្ចឹងប៉ុន្តែគេហៅទឹកអប់ក្មេង organic ចាអញ្ចឹងហើយម៉ាក់រៀបចំខ្លួនឲ្យ Bang ហើយគឺដល់វគ្គម៉ាក់និងប៉ាប៉ារៀបចំខ្លួនឯងម្ដងកម្មវិធីនេះគឺរៀងជះតិចឲ្យអំពូមិញអាមូលហេតុអីដឹងហើយកម្មវិធីហ្នឹងគឺយើងម្ចាស់ sponsor ធំដល់តែពេលអញ្ចឹងគេតម្រូវឲ្យយើងពាក់បែប formal ហើយយើងរៀងលេចធ្លោតិចណាលេងគ្រឿងលេងអីហ្នឹងមិនដឹងលេចធ្លោមិនដឹងលើសឯងអំពូមិញអើយចាកុំប្រកែប្រកាន់យូរម្ដងទេព្រោះថាមិនមែនយកមកពាក់រាល់ថ្ងៃណាដល់គ្នាដឹងជាអីហើយកូនកន្លោះខ្ញុំវិញចាកំថារ៉យកំថាឡាំបូចាតែអត់ម៉ាម៉ាគេអត់ជិះហ្មងគេសុកចិត្តទៅជិះ LM មួយម៉ាម៉ាគេណាចានេះបញ្ជាក់ថាក្តីស្រឡាញ់ដែលលុយទិញមិនបានណាអើយដឹងមិនអីមិនទេនេះដល់តែថាអត់ចេះរវល់មួយម៉ែឪសោះអញ្ចឹងហើយវគ្គនេះអំពូមីងចាខ្ញុំកាត់ចូលបន្តិចចោះហេតុអីបានពួកសៀមនឹងវាចូលមកខមមិនបែបលក់លើកៅអៅរបស់ខ្ញុំហ៎វានិយាយថាមិនប្រកាសថាមានលុយប៉ុន្តែចេះ fashion នេះវាដឹងថាខ្ញុំពោះធំមកអ្នកទាំងគ្នាស្មានតែខ្ញុំពាក់រ៉ូបបែបកពីងកប៉ោងឯទៅកម្មវិធីអីចឹងណាចាំវីដេអូក្រោយចាំដាក់វាឆ្ងាញ់មាត់ម្ដងហើយកន្លែងនេះម៉ាម៉ាក់មួយប៉ាប៉ាគឺដើរចូលតែឯងសិនដោយសារតែ Bang គឺនៅជាមួយនឹងម៉ាម៉ាហើយចាតិចទៀតហ្នឹងមិនគេបានមកដល់ដល់ Bang មកដល់ចាគឺថតបែបលក្ខណៈ family មុខហ្នឹងមិនសូវរីកម៉ានទេលោកអើយហើយមុននឹងឈានចូលដល់កម្មវិធីអ្នកទាំងអស់គ្នាចានេះគឺជាការដើរអមគណៈរដ្ឋមន្ត្រីជាកិត្តិយសមែនទែនសម្រាប់ក្រុមហ៊ុន 8Y Global ដែលយើងទទួលបាននៅវត្តមានរបស់លោកជំទាវ ភឿងសក្តារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានផ្ដល់នៅកិត្តិយសដ៏ខ្ពង់ខ្ពស់មកកាន់កម្មវិធីមួយនេះដែលយើងបានផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន Miss Sunflower និងបងស្រីទេពបុព្រឹកដែលគាត់ក៏ជា BA នៅក្នុងក្រុមហ៊ុន 8Y Global ផងដែរអញ្ចឹងក្នុងការឧទ្ទិសនាមនោះថ្នាក់ដឹកនាំកម្ពុជាដែលបានមានវត្តមានគឺមានដូចតទៅគណៈធិបតីលោកជំទាវបណ្ឌិតសភាចាភឿងសក្តារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកជំទាវយឹមឆៃលីនលោកជំទាវទៀងអេងទាសីហាលោកជំទាវជាប្រគុណជាសមេធីប្រធានកិត្តិយសក្រុមការងារ Gender ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងហើយបន្តមកទៀតក៏មានការចាក់បញ្ចាំងរូបភាពសប្បុរសធម៌ដែលក្រុមហ៊ុនរបស់យើងបានធ្វើកណ្ដោះមុខផងដែរ
បងម្នាក់ផង និយាយតាមត្រង់អ្នកទាំងគ្នាយើងកាត់ខ្លីៗណាចាបើមិនអញ្ចឹងទេវីដេអូនឹងត្រូវយូរខ្លាំងណាស់ហើយទស្សនវិជ្ជាទាំងអស់នេះគឺជាទស្សនវិជ្ជាសម្ដែងសូននៅក្នុងកម្មវិធីក្លឹមនៃព្រះនគរទាំងមូលខ្ញុំក្នុងនាមជាអ្នក sponsor នៅក្នុងកម្មវិធីទាំងមូលខ្ញុំពិតជាមានមោទនភាពខ្លាំងមែនទែនហើយក៏គ្មានភាពស្ដាយក្រោយដែលខ្ញុំជ្រើសរើសបងស្រីទេពបុព្រឹកជា BA ប្រចាំ brand មីពីព្រោះថាក្នុងនាមជាអ្នកធ្វើការជាដៃគូគាត់មានឆន្ទៈរួមជាមួយយើងនៅក្នុងការបណ្ដុះបណ្ដាលស្មារតីជាតិនិងប្រឹងប្រែងការពារអភិរក្សនៅវប្បធម៌គេដំណើរនឹងសម្បត្តិជាតិពួកយើងពិតជាប្រឹងប្រែងខ្លាំងមែនតើអ្នកនរគ្នាយើងរៀបចំកម្មវិធីនេះឡើងត្រឹមតែរយៈពេល1អាទិត្យតែប៉ុណ្ណោះហើយរៀបចំទាំងមានអារម្មណ៍ថាភ័យខ្លាចទៀតខ្លាចធ្វើមិនសម្រេចខ្លាចធ្លយខ្លាចមិនជោគជ័យខ្លាចមានកង្វះខ្វះខាតតែពេលនេះរូបភាពដែលបានឃើញទាំងឡាយវាសបញ្ជាក់ឲ្យឃើញនៅលទ្ធផលនៃការខំប្រឹងប្រែងរបស់ពួកយើងចាខ្លាំងមែនតើអ្នកទាំងអស់គ្នាជាការសម្ដែងសូដែលផ្សព្វផ្សាយនៅវប្បធម៌យើងដើម្បីជំរុញឡើងទៅដល់ឆាកអន្តរជាតិតាមរយៈរូបភាពបែបសហសម័យហើយបងអោសគុណកញ្ញាវិញគឺគាត់ស្ម័គ្រចិត្តនៅក្នុងការចូលរួមជួយមានការឆាកនៅថវិកាពីពួកខ្ញុំទេស្មារតីខ្មែរមួយនេះធ្វើឲ្យខ្ញុំពិតជាមានមោទនភាពហើយខ្ញុំរំភើបរហូតដល់ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេអ្នកទាំងគ្នាគាត់ថាខ្ញុំប្រហែលជាមិនអាចធ្វើបានទេជាមួយនឹងគាត់ព្រោះថាពេលវេលាខ្លីហើយយើងគាត់ថាយើងក៏ត្រូវចំណាយទុនច្រើនអាចធ្វើទៅនៅកំឡុងពេលដែលមានសង្គ្រាមនេះអត់មានអ្នកចូលរួមចានៅពេលជាក់ស្ដែងបានដឹងថាស្មារតីជាតិយើងគឺខ្លាំងនឹកស្មានមិនដល់ខ្ញុំ sponsor ទៅលើកម្មវិធីនេះអ្នកទាំងអស់គ្នាខ្ញុំដឹងថាអស់ថវិកាច្រើនប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជាតិគឺខ្ញុំតែងតែប្រាប់ថាខ្ញុំអត់ស្ដាយទេពីព្រោះថារកស៊ីមានបាននៅលើមាតុភូមិមួយនេះខ្ញុំត្រូវតែសងគុណទឹកដីកំណើតរបស់ខ្ញុំវិញចាបើកម្មវិធីនេះល្មមគេមិនហ៊ានធ្វើទេគេមិនហ៊ាន sponsor ទាំងស្រុងបែបហ្នឹងទេហើយសម្រាប់ខ្ញុំពេលនោះក៏ខ្ញុំអត់បានទៀមទីធ្វើជាកម្មវិធីពិព័រណ៍ដើម្បីលក់ដូរផលិតផលនេះដែរគឺគោលដៅខ្ញុំ sponsor ខ្ញុំចង់បានតែប៉ុណ្ណឹងទេគឺឲ្យមានអ្នកចូលរួមច្រើនហើយបងប្អូនចាត់ទុកកម្មវិធីនេះជាកម្មវិធីរួមរបស់បងប្អូនជនរួមជាតិយើងមិនមែនជាកម្មវិធីរបស់ក្រុមហ៊ុនមីក៏ជាកម្មវិធីរបស់បុគ្គលពេលដែលខ្ញុំឃើញបែបនេះភ្លាមមិនថាបង influencer មិនថាតា Fed បងអូនល្បីជាច្រើនគាត់ចូលរួមគាត់ជួយផ្សព្វផ្សាយគាត់ប្រម៉ូទចាដើម្បីឲ្យវប្បធម៌របស់យើងគឺកាន់តែរីកសុសសាយគឺខ្ញុំឃើញហើយអ្នកទាំងគ្នាហើយខ្ញុំកាន់តែមានកម្លាំងចិត្តនៅក្នុងការលះបង់និងធ្វើកម្មវិធីមួយនេះចាលុយយើងអាចរកបានតាមក្រោយទេប៉ុន្តែឱកាសនៅក្នុងការផ្សព្វផ្សាយឱកាសនៅក្នុងការថែរក្សានិងអភិរក្សភាពស្វះស្វែងក្នុងការលើកដំកើងទៅជារឿងដែលពិបាកហើយបើមិនចាប់ផ្ដើមពីពួកយើងទៅចាប់ផ្ដើមពីកូនខ្មែរពួតដៃថែរក្សាតើអ្នកណាគេមកថែរក្សាជំនួសយើងដោយពាក្យចាស់លោកពោលថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពនរាជាតិថ្កើមថ្កានខ្ញុំពិតជាមានមោទនភាពចំពោះបងស្រីទេបុព្រឹកនិងបងប្រុសជីដេវីតបើសិនជាអត់មានពួកគាត់ទេគិតថាកម្មវិធីនេះទោះបីខ្ញុំមាន$1 លាននៅក្នុងការ sponsor ក៏ខ្ញុំធ្វើវាទៅរួចដែរពួកគាត់ពូកែហើយមានស្មារតីស្នេហាជាតិខ្លាំងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំជើបរំជួលនៅពេលដែលបានឃើញការសម្ដែងសូររបស់ពួកគាត់ការរៀបរាប់ពីភក្ដីភាពនិងអារម្មណ៍ចេញពីបេះដូងចឹងហើយទៅខ្ញុំសម្រេចថាគាត់ជាចង់คลายខ្លួនទៅជាចំណែកមួយនៅក្នុងការលើកស្ទួយវប្បធម៌អរិយធម៌របស់ខ្មែរយើងតាមរយៈពួកគាត់ហើយខ្ញុំគិតថាពួកគាត់គឺជាមនុស្សដែលមានបេះដូងស្មោះសរមិនឆ្លៀតឱកាសមិនកេងប្រវ័ញ្ចធ្វើដើម្បីតែខ្លួនឯងមកដល់ពេលនេះគឺពួកយើងព្យាយាមខ្លាំងណាស់ដើម្បីឲ្យបានជួយគ្រប់វិស័យមិនថាវិស័យយោធាវិស័យវប្បធម៌វិស័យអប់រំឲ្យតែមានភាពខ្វះខាតឬក៏ត្រូវការជំនួយគឺខ្ញុំហ៊ាននិយាយថាខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពហើយខ្ញុំសង្ឃឹមថាបងប្អូននឹងជួយផ្សព្វផ្សាយវាបន្ថែមលើសពីនេះទៅទៀតពីព្រោះថាពួកខ្ញុំតែម្នាក់ទៅ2នាក់វាមិនអាចคลายខ្លួនទៅជាចង្កឹះមួយបាច់ដែលកាច់មិនបាក់នោះទេកម្លាំងចូលរួមរបស់ពួកយើងទាំងអស់គ្នាហន្តៈនៅក្នុងការស្នេហាជាតិទៅអាចធ្វើឲ្យសិល្បៈវប្បធម៌របស់យើងគឺកាន់តែរីកសុសសាយគ្មានអ្នកណាមកអាចបំភ្លៃបានកម្មវិធីមួយនេះគឺយើងបានធ្វើយ៉ាងយកចិត្តទុកដាក់ហើយវាក៏បានបញ្ចប់ដោយមោទនភាពហើយពួកគាត់ទាំងអស់គ្នានេះហើយដែលជាកត្តាចូលរួមគឺជាទំពាំងស្នងឫស្សី
គឺជាកត្តាលីកក្នុងការចូលរួមថែរក្សានិងជួយអភិរក្សនៅវប្បធម៌ជាតិផងដែរហើយនេះសតើជាកម្រងអនុស្សាវរីយ៍ដែលយើងបានថតរូបជុំជាមួយនឹង fan បង influencer សិល្បករសិល្បករនីហើយខ្ញុំក៏ទទួលបានកាដូពីបងស្រី Fiata ដែលជាបវរកញ្ញាដែលខ្ញុំក៏បានធ្លាប់ sponsor ជូនគាត់នៅពេលដែលគាត់ឡើងប្រកួតទៅលើឆាកអន្តរជាតិតែសារនេះគាត់មានកាដូឲ្យខ្ញុំវិញអ្នកទាំងអស់គ្នាហើយអរគុណបងមែនតើអរគុណដែលចងចាំប្អូនហើយបើនេះវិញចាសុទ្ធតែជាធីមមីហើយសាច់ស្អាតញាក់ពេលនោះយ៉ាបានជួបម៉ែហ្វុងសុំថតរូបហើយចាលៀតសុំមក review គ្រឿងអលង្ការខ្ញុំទៀតស្គាល់ទេណអ្នកទាំងអស់គ្នាចាកំពូអ្នក review នេះចាផ្នែកគ្រឿង make up អីហ្នឹងគឺគាត់ជំនាញលេខ1ដល់ពេលអញ្ចឹងមិនដឹងខ្លួនឯងឯប្រកែកនិយាយគួរសមដែរតាចានិយាយជាង10នាទីអ្នកទាំងអស់គ្នាគឺអត់មានទម្លាក់មាត់ទេចាវាស៊ីជាមួយវីដេអូរៀងវែងទៀតនោះតែធ្វើមិនទេចារឿងខ្លះយើងក៏ត្រូវរៀបរាប់ពីទំហំក្តីស្រឡាញ់ទឹកចិត្តយើងនៅស្នេហាជាតិដែរបីបណ្ដុះស្មារតីទៅដល់ក្មេងៗចំនួនក្រោយជាពិសេសដើម្បីពុះព្រឹត្តិការណ៍នេះឡើងឲ្យជ្រួតជ្រាបនិងផ្ដល់ការចងចាំដ៏ល្អសម្រាប់បងប្អូនទាំងអស់គ្នាចាកន្លែងនេះយើងថតជាមួយ fan អីហ្នឹងឯងចុះមកក្រោមវិញហើយចាគេរើផ្ការើអីអស់ហើយឯងទៅបានថតនៅមុខស្តង់មីចាគេរើអវ៉ាន់រើអីអស់ហើយបានតែថាទាញគូសិនថតជាមួយនឹងកូនប្រុសនឹងឯងមកផលិតផលទាំងអស់បែងគឺចូលចិត្តកាន់គូសិនជាងគេដោយសារបាត់គូសិនវាមាននោះចាប្រើគូសិនមីអត់ប្រតិអត់បតាអីនោះចាយើងតែងជាបាត់ចម្រៀងឲ្យបែងចូលចិត្តលេងបាត់គូសិនខ្ញុំឆ្ងល់រឿងពាក្យចាស់គេថាកូនប្រុសស្រឡាញ់ម្ដាយកូនស្រីស្រឡាញ់ឪពុកតែបែងហើយបងមើលស្រឡាញ់ប៉ាប៉ាយ៉ាងហ្នឹងហើយយើងឲ្យថើបអត់ថើបយើងឯណាអ៊ំពូមិញឃើញទេគេសុកចិត្តទៅថើបប៉ាគេសុកចិត្តទៅឲ្យប៉ាគេថើបដៃគេវិញក៏ទៅដូចចម្លែកហ្មងអញ្ចឹងឲ្យដឹងជឿចាស់មិនទៀតនេះណានេះលោកអើយលោកលើកទី1ឯចាមិនសូវត្រូវគ្នាមួយម្ដាយទេតែសារនេះគេហក់មកថើបយើងផងគេយកគូសិនមកតាប់មុខឲ្យយើងផងវាចម្លែកចឹងអាកូនខ្ញុំតែបើថាយើងឲ្យធ្វើគឺអត់ធ្វើដាច់ខាតបើថាយើងអត់ឲ្យធ្វើបានធ្វើហើយកាត់ត្រឡប់មកផ្ទះវិញឯណាអ្នកទាំងអស់គ្នាកាត់ទៅកម្មវិធីពេញមួយថ្ងៃដល់ពេលកាត់ទៅជាង10នាទីហើយទាំងអស់គ្នាជឿថាមាត់ជាយាកលាបត្រូវក្រែមជាង 10000 នេះក្រែមជាយាកលាបហ្នឹង10000ជាងលុយខ្មែរណាកន្លែងខ្លះលក់តែ 10000 ផងមកដើមហ្នឹងប្រើបានរាប់ខែហើយខ្ញុំចូលចិត្តជាងគេគឺពណ៌ក្បឿងអាហ្នឹងគឺពណ៌ favorite របស់ខ្ញុំដែលខ្ញុំកំពុងលាបនឹងហ្មងតែបើពណ៌មួយទៀតគេមានពណ៌ផ្កាឈូកប៉ុន្តែពណ៌ផ្កាឈូកហ្នឹងអត់សូវចូលចិត្តប្រើទេចូលចិត្តប្រើតែពេលដែលនៅផ្ទះរៀងស្រាលណាហើយមកនេះដែរក៏មកចង់ប្រាប់អ្នកទាំងអស់គ្នាថាអាវ៉ាន់ដែលយើងបានអាប់ដេតមកដល់ពេលនេះហ្វូមរបស់យើងគឺយើងបានអាប់ដេតចេញពីសាប៊ូដុំនឹងមកហើយអញ្ចឹងតម្លៃគឺដូចសាប៊ូដុំអញ្ចឹងយកមានការឡើងថ្លៃឬក៏ប្រែប្រួលតម្លៃអីទេប៉ុន្តែគេចេញជាហ្វូមអញ្ចឹងគេលក់ថ្លៃជាងសាប៊ូដុំណាអ្នកទាំងអស់គ្នាប៉ុន្តែបើសម្រាប់ខ្ញុំវិញវាដល់ដំណាក់កាលមួយថាយូរទៅដល់តែ fan ច្រើនពេកទៅអាវ៉ាន់ខ្លះដែលរោងចក្រឡើងថ្លៃក៏ខ្ញុំអត់ឡើងថ្លៃដែរហើយដល់ពេលឃើញ fan អាសា like អាសា share មិនឆ្លើយឆ្លងចុះឡើងដល់ពេលស្រឡាញ់ fan អស់ពីពោះចាអើយចំណេញហ្នឹងមានណាបុកទៅទិញកាដូឲ្យ fan ណាហើយអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងគ្នាឲ្យមកមើលមុខឲ្យចិត្តតិចណាអ្នកដែល fan ខុសសិនមិនបានយល់ផាត់ហាត់ចង់លាងមុខចាញ់ទៅណាអ្នកទាំងគ្នាថាមុខដូចគេបិទផ្លាស្ទិកឲ្យទៅចាំងភ្លើងចូលណាតែធម្មតាទេរបៀបរបបនៅក្នុងការប្រើប្រាស់ពពួកគ្រឿង make up ពពួកលាងសម្អាតយើងវាត្រូវតែច្បាស់លាស់ដែរណាតែមិនអញ្ចឹងទេមិនកើតទេចា cleansing balm ហ្នឹងក៏ត្រូវតែប្រើប្រាស់ដែរអាចអត់បានទេបីមាន foam ក៏ដោយអាហ្នឹងគេហៅថាក្បួននៃការប្រើប្រាស់លាងសម្អាតឲ្យបានត្រឹមត្រូវទៅតាម step នៃការ remove makeup យាកគឺតាមតែសាស្ត្រាចារ្យទេតែគាត់ដាក់មកមិនគឺយើងទៅអញ្ចឹងហើយដូចនិយាយអញ្ចឹងបើថាជាចេះផលិតខ្លួនឯងអាហ្នឹងចាំគិតទៀតអ្នកទាំងគ្នាដឹងពីរបៀបប្រើកមួនណាចាហ្នឹងហើយបន្ទាប់ពីយើងប្រើប្រាស់កមួនហើយយើងលាងអាកមួនហ្នឹងចេញពីមុខយើងអស់បើយើងប្រើប្រាស់ foam តែម្ដងហើយ foam របស់យើងចាំខ្ញុំលំអិតហេតុអីបានវាចម្លែកមែនមានពីរពណ៌ដែលយើងផ្សារភ្ជាប់នៅក្នុងដបតែមួយហើយចំណុចពិសេសវាមានអីគេខ្លះបើសួរថាពពុះវានៅស្វិតអត់ចានៅតែស្វិតដដែលបើសួរថាពពុះ elastin ហ្នឹងនៅតែវឹកដូចពីមុនអត់មានតែប្រើទៅវឹកជាងមុនសាច់មុខគឺតង់គូណែសំខាន់គូអាឡងដូចទៅបិទមកហើយចឹងហ្មងអាហ្នឹងគឺអតិពល foam ក្រោយរបស់យើងអ្នកដល់នេះឃើញសាច់មុខគូស្អាតមែនតើហ្មងហើយអត់ស្ងួតមុខដាច់ខាតខ្ញុំហ៊ានធានាដាក់ជីវិតតែស្បែកមុខទន់ហើយភ្លឺលាងជំរះគូមហាសែនជ្រះល្អអញ្ចឹងមិនខ្ញុំថាហ្នឹងណាចិត្តឲ្យទាំងគ្នាចាំបន្តិចប៉ុន្តែអត់ខកបំណងហើយរាល់ថ្ងៃខ្ញុំអត់សំណោចទៅរឿងមួយទេមិត្តភក្តិខ្ញុំវាថានិយាយតាមត្រង់មុខវាអត់ជឿថាខ្ញុំប្រើតែមួយខ្លង8រៀលហ្នឹងទេតែបើស្បែកវាជឿថាខ្ញុំប្រាក់អុកមាសប្រាក់អុកប្រាក់អញ្ចឹងណាព្រោះអាហ្នឹងវាគិតថាតម្លៃវារៀងខ្ពស់វាដឹងថាខ្ញុំចូលចិត្តរបស់ដែលល្អ
តែខ្ញុំវាឆ្ងល់តែមួយឯងវាថាវាអត់ជឿថាខ្ញុំប្រើណៃគ្រីមតម្លៃប៉ុណ្ណឹងខ្ញុំនិយាយមែនខ្ញុំលាបកូនចៅខ្ញុំស្មានតែខ្ញុំបិទក្លេមម៉ាស់តែខ្ញុំលាបឲ្យជោគមុខហើយអត់ល្អណាឈរជើងបានឡើងចង់ចូល6ឆ្នាំនេះធ្វើមិនបើមុខត្រូវតែហ្នឹង